ប្រាក់ខែនៅប្រទេសជប៉ុនខ្ញុំមិនដឹងថាបានប៉ុន្មានទេតែសម្រាប់នៅប្រទេសអ៊ីស្រាអែលបានយ៉ាងតិចបំផុតក៏1700ដែរសម្រាប់ពលករហើយនិស្សិតគឺខុសគ្នាឆ្ងាយណាដោយសារតែពលករគឺធ្វើការមួយសប្តាហ៍អាចបាន6ថ្ងៃទៅ7ថ្ងៃអញ្ចឹងវាខុសគ្នានិស្សិតធ្វើការបានតែ5ថ្ងៃទេមួយសប្តាហ៍ហើយការចំណាយក៏វាខុសគ្នាដែរនិស្សិតចំណាយវាអស់ច្រើនមែនទែនដោយសារតែនិស្សិតមកតែ11ខែទេសម្រាប់ពលករគឺមក5ឆ្នាំហើយការចំណាយគឺខុសគ្នាដោយសារតែនិស្សិតចំណាយទៅលើថ្លៃសាលានិស្សិតរៀនហើយអស់ទៅលើការបង់សម្បត្តិយន្តហោះទៅវិញទៅមកបង់ពន្ធបង់អីផ្សេងដូចជាថ្លៃផ្ទះថ្លៃអីហើយសម្រាប់ពលករគឺនៅជាមួយនឹង farm ផ្ទាល់អត់ចំណាយថ្លៃឡានទេគឺនៅ farm តែម្ដងហើយអត់មានបង់សាលាបង់អីទេគឺយើងបានមកសល់តែម្ដងតែបើសិនជាមានខ្មែរមកជាពលករគឺខ្ញុំគិតថាវាល្អខ្លាំងមែនទែនតែនៅប្រទេសអ៊ីស្រាអែលនេះខ្ញុំអត់ដឹងថាមានពលករជាខ្មែរអត់ទេតែភាគច្រើនគឺជាជនជាតិថៃដែលពលករហ្នឹងយើងធ្វើការនៅណាក៏ជួបពលករថៃដែរហើយអីវ៉ាន់ភាគច្រើនគឺអីវ៉ាន់ដែលយើងញ៉ាំរាល់ថ្ងៃក៏ជាអីវ៉ាន់ថៃដែរនៅទីនេះវាខុសគ្នាពីនៅខ្មែរយើងនៅទីនេះបានលុយច្រើនទៅដោយហ្វាមខ្លះគឺអត់ទៅបានលុយដោយសារតែមានការងារធ្វើវាតាមហ្វាមអញ្ចឹងហ្វាមខ្លះសម្បូរការងារធ្វើគឺបានលុយច្រើន